ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបបំពេញទិន្នន័យសម្ភារៈក្នុងស្ថិតិសិស្សភាសាឥឡូវខ្ញុំកំពុងនៅក្នុងប្រព័ន្ធថ្នាបឋមខ្ញុំធ្វើការចូលទៅកាន់ស្ថិតិសិស្សភាសាបន្ទាប់មកចូលទៅកាន់គេហទំព័រខ្ញុំនឹងឃើញនៅស្ថិតិសិស្សភាសាក៏ដូចជាទីតាំងសិស្សបន្តការសិក្សាបណ្ដោះអាសន្នបន្ទាប់មកអូសទៅក្រោមបន្តិចនឹងឃើញមានព័ត៌មានសិស្សដូចជាគ្រូបង្រៀនហើយសម្ភារៈលោកគ្រូអ្នកគ្រូត្រូវការបញ្ចូលព័ត៌មានសម្ភារៈបន្ទាប់មកខាងលើនឹងគេនឹងឲ្យបំពេញលក្ខខណ្ឌមួយចំនួនតាមប្រភេទទីតាំងខ្ញុំធ្វើការខ្ញុំយកអនុវិទ្យាល័យខេត្តបច្ចុប្បន្នឧទាហរណ៍ថាដាក់ខេត្តសៀមរាបស្រុកខណ្ឌខ្ញុំយកដាក់ស្រុកពួកចុះហើយឈ្មោះទីតាំងឧទាហរណ៍ថាខ្ញុំដាក់ទីតាំងកអ្នកទទួលបន្ទុកខ្ញុំដាក់ឈ្មោះលីណាចុះហើយតួនាទីខ្ញុំដាក់ជាគ្រូបង្រៀនចុះបន្ទាប់មកបំពេញលេខទូរស័ព្ទស្ថានភាពខ្ញុំដាក់ដំណើរការបើសិនជាលោកគ្រូអ្នកគ្រូជ្រើសយកក្រុមផ្សាយគេនឹងមានកំណត់ចំណាំក្នុងការឲ្យលោកគ្រូអ្នកគ្រូដាក់ថាមូលហេតុអ្វីបានរំសាយចំពោះបដូរទីតាំងបើសិនជាលោកគ្រូអ្នកគ្រូយកបដូរទីតាំងគេនឹងមានឲ្យជ្រើសនៅប្រភេទទីតាំងថ្មីខ្ញុំយកប្រភេទទីតាំងថ្មីខ្ញុំយកបឋមសិក្សាហើយខេត្តថ្មីនឹងខ្ញុំដាក់ខេត្តកំពង់ធំស្រុកខណ្ឌនឹងខ្ញុំយកដាក់ស្រុកតាំងគោកសាលារៀនថ្មីខ្ញុំយកសាលាបឋមសិក្សាជីវភាពចុះហើយឈ្មោះអ្នកទទួលបន្ទុកថ្មីខ្ញុំដាក់មិនីបំពេញលេខទូរស័ព្ទហើយកំណត់ចំណាំហេតុអ្វីបានរំសាយឬក៏បដូរទីតាំងនឹងខ្ញុំដាក់ថាដោយសារសង្គ្រាមបន្ទាប់ពីបំពេញលក្ខខណ្ឌខាងលើហើយខាងក្រោមក៏មានបំពេញលក្ខខណ្ឌសម្ភារៈដែលមាននៅទីតាំងខ្ញុំធ្វើការជ្រើសយកស្ថានភាពសម្ភារៈដែលត្រូវការជ្រើសយកសម្ភារៈត្រូវការដូចជាសៀវភៅសិក្សាគោលកម្រិតនឹងខ្ញុំដាក់យកថ្នាក់ទី2ចុះហើយមុខវិជ្ជាខ្ញុំដាក់គណិតវិទ្យាហើយចំនួននឹងខ្ញុំដាក់យក20បន្ទាប់ពីបំពេញទិន្នន័យហើយអស់លោកគ្រូអ្នកគ្រូអាចធ្វើការរក្សាទុកទិន្នន័យសម្ភារៈបានខ្ញុំធ្វើការចូលរក្សាទុកទិន្នន័យរបស់ខ្ញុំបានរក្សាទុកជោគជ័យហើយនេះគឺជាទិន្នន័យដែលខ្ញុំបានបំពេញមុននឹងថ្នាក់ទី2គណិតវិទ្យាត្រូវការ20សម្ភារៈដែលខ្ញុំបានបំពេញមុននឹងវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណនិងជម្រាបលា